រកស៊ីជនជាតិខ្មែរយើងមួយចំនួនធំគឺចូលចិត្តរបៀបចែកពេលដែលកន្លែងគាត់អត់តន់ផ្ទុះអត់តន់ល្បីអត់មានអ្នកស្គាល់មិនថាហាងញ៉ាំអីឬក៏កន្លែងលក់របស់ញ៉ាំអីតាមចាផ្លូវឯងពេលដែលរបស់គាត់អត់តន់មានអ្នកស្គាល់អត់តន់មានអ្នកជួយទិញតាំងមានគេឃើញគេអាណិតគេជួយថតគេអីចឹងទៅដើម្បីឲ្យមានគេស្គាល់គេជួយទិញចឹងទៅគេអាណិតតទៅពេលចាប់ដើមមានអ្នកជួយទិញភ្លាមលក់កាន់តែដាច់គាត់ចាប់ដើមរបស់ញ៉ាំហ្នឹងរសជាតិលែងដូចមុនទី1ចឹងមែនតើបងប្អូនតម្លៃចាប់ដើមឡើងថ្លៃបរិមាណចាប់ដើមតិចចរិតតកែហាងចាប់ដើមខ្មៅបើថាអ្នកលក់តាមចាមផ្លូវវិញណាអ្នកលក់ហ្នឹងគឺសម្ដីអាក្រក់ដាក់ភ្ញៀវទៀតបាទហើយកុំឆ្ងល់ថាហេតុអីជនបរទេសដូចជាចិនដូចជាអីគេមកលក់ដូរស្រុកខ្មែរថាគេទៅដើមមុខរបរខ្មែរមិនមែនគេទៅដើមទេមកពីយើងមានមុខរបរហើយយើងអត់ចេះសោកណាជនជាតិចិនណាបើកហាងមិនថាធំក្តីតូចក្តីណាពាក់អាវកអមចូលទៅហ៎ខ្លួនណាជើងអីសិតតែដីសិតតែស៊ីម៉ងហ៎ចូលទៅដល់ភ្លាមជនជាតិចិនហ្នឹងណាមិនមែនកូនចៅណាតកែហាងមកដល់អូ老板你想吃什么啊老板你要不要点菜ណាតកែអ្នកឯងចង់ញ៉ាំអីអ្នកឯងចង់កំងម្ហូបអីមែនអ្នកឯងចង់អីចេះណែតកែហាងមិនបុគ្គលិកទេតកែហាងមករាក់តាក់យើងហ្មងអត់មានខ្វល់តែយើងស្លៀកពាក់មិនទេតែយើងចូលហាងគេគឺយើងមានលុយស៊ីហើយចង់មកឆ្ងល់ថាហេតុអីជនបរទេមករកស៊ីស្រុកខ្មែរគេកាន់តែដោះដាលមួយសាខា2សាខា3សាខាដោយសារយើងជនជាតិឯងហ្នឹងយើងអត់ចេះអោបកសោយើងមានបានពីយើងកំបាំងរឹកមិនមែនថាទាំងអស់ទេណាតែវាមួយចំនួនធំចឹងយើងកែប្រែអាហ្នឹងចេញមានមួយចំនួនធំមែនមិនខ្វះឲ្យខ្មែរជួយគ្រប់គ្រងរបស់ខ្មែរតែបើយើងនៅតែធ្វើអញ្ចឹងគេមានលុយទិញយើងគេមានតែគ្រប់គ្រងរបស់យើងបាទបងប្អូនប្រិមិត្តទាំងអស់គ្នាណាបាទហើយបងស្រីនិយាយនេះគឺមួយចំនួនធំគឺអញ្ចឹងមែនបងប្អូនការរកស៊ីណាបាទហើយមិនមែនតែត្រឹមការរកស៊ីទេបងប្អូនអរគ្នាសូម្បីតែលក់ទឹកលក់ម៉ូតូដប់ក៏ដូចគ្នាបងប្អូនណាបាទហើយទឹកខ្លះបងប្អូនលក់មួយដប500បើពេលដាច់រៀងដាច់បន្តិចក៏ឡើងមួយដប1000បងប្អូនអរគ្នាណាបាទហើយពេលខ្លះបងប្អូនអរគ្នានៅពេលដែលជនជាតិគេមកលេងស្រុកយើងបងប្អូនណាបាទជនបរទេសណាបាទហើយលក់តម្លៃខ្លះមកដល់1000នេះបងប្អូនទាំងអស់គ្នាពេលជនបរទេសទិញមកដល់2000បងប្អូនទាំងអស់គ្នាណាបាទអានេះហើយគឺជាការរកស៊ីបិទផ្លូវខ្លួនឯងបងប្អូនទាំងអស់គ្នាណាបាទហើយបើរឿងម៉ូតូដប់ក៏ដូចគ្នាបងប្អូនទាំងអស់គ្នាណាបាទយើងជិះរាល់ថ្ងៃបងប្អូនទាំងអស់គ្នាឧទាហរណ៍ថាយើងនៅម្ដុំផ្សារអូរឫស្សីបាទយើងចង់ទៅបេឡានតិចតួចណាបងប្អូនទាំងអស់គ្នាតម្លៃខ្លះជិះទៅវាត្រឹមតែ3000 4000ឬក៏5000អញ្ចឹងណាបងប្អូនទាំងអស់គ្នាណាខ្លះជា10000កាត់ថ្លៃគេអញ្ចឹងមកបងប្អូនទាំងអស់គ្នាណាបាទហើយពីធ្លាប់ជិះទៅ5000ទេបងប្អូនណាអញ្ចឹងបងប្អូនយើងរកស៊ីអីតែងតែរកស៊ីបិទផ្លូវខ្លួនឯងបងប្អូនទាំងអស់គ្នាណាបាទបងប្អូនបើសិនជាយើងស្មោះត្រង់រកស៊ីចង់ឲ្យគេជីករហូតបងប្អូនចង់ឲ្យលោកដាច់រហូតបងប្អូនហាមដាច់ខាតគឺហាមកោគេបងប្អូនលោកដោយស្មោះត្រង់បងប្អូនលោកជូនខ្មែរយើងប៉ុណ្ណាបាទហើយក៏លោកឲ្យជូនបរទេសក៏ប៉ុណ្ណឹងដូចគ្នាបាទហើយម៉ូតូដប់ក៏ដូចគ្នាយើងដប់ត្រឹមនេះ5000តម្លៃត្រឹមតែ5000ហាមយកលើសពី5000បងប្អូនទាំងអស់គ្នាណាបាទអញ្ចឹងហើយបាទភៀវនឹងតែងតែឃើញយើងតែងតែចង់ជិះជាមួយយើងបងប្អូនអញ្ចឹងបងប្អូនហេតុអ្វីបានជាគេជិះ WhatsApp បងប្អូនគេចូលចិត្តគេឲ្យយើងដាក់នាទីដាក់គីឡូគិតជីទៅវាអស់ប្រហែលគឺគេដឹងថាប៉ុណ្ណឹងបងប្អូនអរគ្នាណាបាទនៅពេលដែលយើងអត់ដាក់គីឡូបងប្អូនគេអត់ជីទេបងប្អូនអរគ្នាហេតុអីបងប្អូនអរគ្នាដោយសារតែយើងកោគេហ្នឹងឯងបងប្អូនណាបាទអញ្ចឹងបានតែគេអត់ជីបងប្អូនបើសារតែយើងឯងរកស៊ីបាត់ផ្លូវខ្លួនឯងបងប្អូនអរគ្នាហើយបងស្រីនិយាយមិញហ្នឹងពីការរកស៊ីមកហូបអីហ្នឹងអាហ្នឹងគឺត្រឹមត្រូវណាបងប្អូនអរគ្នាណាបាទហើយអ្នកខ្លះលោកមួយចានអីត្រឹមតែតែគោអីបងប្អូនតែគោអាំងអីមួយចាន20000អញ្ចឹងទៅឬក៏10000អញ្ចឹងទៅបងប្អូនទាំងអស់គ្នាបាទហើយដល់ពេលលក់ឲ្យគេបងប្អូនអ្នកផ្សេង40000បងប្អូនណាបាទអញ្ចឹងតែងតែរកស៊ីបាត់ផ្លូវខ្លួនឯងអញ្ចឹងបងប្អូនទាំងអស់គ្នាណាបាទនេះគឺជារឿងពិតបងស្រុកខ្មែរយើងណាបាទហើយសូថាមួយចំនួនធំបងប្អូនទាំងអស់គ្នាចង់ទាំងអស់តែម្ដងណាបាទប៉ុន្តែមួយចំនួនតូចទៀតបាទដែលល្អណាបងប្អូនទាំងអស់គ្នាដែលស្មោះត្រង់ណាបាទ